ប្រធានបទនេះខ្ញុំនិយាយអំពីតើកម្ពុជាគួរដោះស្រាយជាមួយថៃរបៀបម៉េចគួរចាត់ចែងការងារនឹងជាមួយថៃរបៀបណាទើបយើងទទួលបានផលចំណេញដោយតែបងប្អូនបានដឹងហើយថាសង្គ្រាមវាមិនដែលទទួលបានផលចំណេញទេនៅពេលដែលយើងមានសង្គ្រាមវាតែងតែប៉ះពាល់ទាំងសងខាងគ្រាន់តែថាអ្នកណាមានប្រៀបជាងអានឹងវាប៉ះពាល់តិចជាងហើយអ្នកណាដែលចាញ់ប្រៀបជាងអាចប៉ះពាល់ច្រើនជាងតែប៉ុណ្ណឹងប៉ុន្តែបើយើងនិយាយអំពីផលប៉ះពាល់វិញគឺប៉ះពាល់ទាំងអស់គ្នាហើយវីដេអូនេះខ្ញុំលើកយកមកជជែកយកមកចែករំលែកទៅដល់អ្នកទាំងអស់គ្នានេះគ្រាន់តែជាជ្រុងមួយទេជ្រុងមួយដែលខ្ញុំមើលឃើញថាតើកម្ពុជាគួរដោះស្រាយបញ្ហារវាងវិវាទនៅព្រំដែនកម្ពុជាថៃរបស់យើងនៅទីតាំងប្រាសាទតំមន់តូចហើយនឹងតំមន់ធំក៏ដូចជាមុំ3ហ្នឹងតើយើងគួរដោះស្រាយដោយរបៀបណាទើបប្រកបទៅដោយប្រសិទ្ធភាពហើយទទួលបាននៅផលចំណេញខ្ពស់ឬយើងហៅថាជាការដោះស្រាយដោយវៃឆ្លាតខ្ញុំមើលឃើញចំណុច2ទៅ3ចំណុចដែលខ្ញុំគិតថាកម្ពុជាគួរតែធ្វើចំណុចទី1ខ្ញុំចង់និយាយអំពីកម្ពុជារបស់យើងអត់គួរបង្កើតឬក៏អត់គួរមានសង្គ្រាមយោធាជាមួយនឹងថៃទេន័យរបស់ខ្ញុំគឺចង់មានន័យថាយើងគួរតែតស៊ូនៅក្នុងការចរចាគ្នាឬក៏យើងគួរតែរកដំណោះស្រាយនៅក្នុងរូបភាពណាមួយផ្សេងដែលជៀសវាងអំពីការប្រយុទ្ធប្រឆាំងគ្នាឬក៏ការបង្កឲ្យទៅជាមានការផ្ទុះអាវុធបើសិនជាក្នុងករណីសង្គ្រាមយោធានឹងវាកើតឡើងរវាងកម្ពុជានិងថៃមានន័យថាយើងខាតច្រើនទី1គឺមានន័យថាប៉ះពាល់ទៅលើសេដ្ឋកិច្ចជាតិមានន័យថាតាក់ទងជាមួយនឹងការចំណាយពេលដែលយើងមានសង្គ្រាមជាមួយគ្នាជាមួយទៅនឹងថៃមានន័យថាយើងនឹងត្រូវការប្រើប្រាស់នៅថវិកាជាតិជាច្រើនសម្រាប់ផ្គត់ផ្គង់ទៅលើសម្ភារវុធទៅលើសម្ភារៈយោធាដែលជាថវិកាមួយដ៏ខ្ពស់បំផុតអញ្ចឹងសង្គ្រាមវាអត់ដែលចំណេញទេបញ្ជាក់ជូនបងប្អូនថាបើយើងអាចជៀសផុតពីសង្គ្រាមបានមានន័យថាយើងនឹងច្នៃខ្លួនយើងយ៉ាងម៉េចយើងនឹងរកវិធីសាស្ត្រនៅក្នុងការចរចាគ្នាដោយសន្តិវិធីបែបណាធ្វើម៉េចឲ្យជៀសផុតពីការផ្ទុះអាវុធឬក៏ការផ្ទុះសង្គ្រាមជាមួយគ្នារវាងយោធាថៃនិងយោធាកម្ពុជារបស់យើងចំណុចទី2វាប៉ះពាល់ទៅដល់វិនិយោគិនដែលជាជនជាតិខ្មែររបស់យើងហើយនឹងវិនិយោគិនថៃដែលគាត់កំពុងតែរកស៊ីជាមួយគ្នាអញ្ចឹងបងប្អូនដឹងស្រាប់ហើយថាលំហូរនៃការរកស៊ីចំនួនការជួញដូររវាងវិនិយោគិនខ្មែររបស់យើងហើយនឹងវិនិយោគិនថៃនៅទឹកដីខ្មែររបស់យើងនឹងគឺយើងត្រូវការគ្នាទៅវិញទៅមកជាចាំបាច់ហើយបងប្អូននឹងស្រាប់ហើយថាអ្នករកស៊ីគឺត្រូវប្រើប្រាស់កម្លាំងពលកម្មវិនិយោគិនខ្មែររបស់យើងប្រើកម្លាំងពលកម្មរបស់ថៃឬក៏មិនចាំបាច់គិតថាវិនិយោគិនខ្មែរថៃប្រើកម្លាំងពលកម្មរបស់ខ្មែរទេគឺមានន័យថាបើសិនជាការរកស៊ីរបស់គាត់មានបញ្ហាអញ្ចឹងមានន័យថាអ្នកដែលបម្រើការងារនៅក្នុងផលិតកម្មឬក៏នៅក្នុងកិច្ចការងាររបស់ពួកគាត់ដែលជាអ្នកវិនិយោគហ្នឹងគឺត្រូវបានអាក់ខានត្រូវបានរអាក់រអួលនៃកន្លែងហ្នឹងខ្ញុំចង់មានន័យថាយើងនឹងបាត់បង់ការងារធ្វើអ្នកដែលធ្វើការងារឲ្យសហគ្រិនទាំងអស់ហ្នឹងឬក៏អ្នកពាណិជ្ជករទាំងអស់ហ្នឹងពេលដែលបាត់បង់ការងារធ្វើវាធ្វើឲ្យប៉ះពាល់ចំណុចទី3មួយទៀតហ្នឹងគឺប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយើងធៀបមើលទៅថាប្រជាពលរដ្ឋខ្មែររបស់យើងដែលនៅស្រុកថៃមានរាប់សែននាក់ហើយប្រជាពលរដ្ឋខ្មែររបស់យើងដែលនៅស្រុកខ្មែរហ្នឹងក៏មានរាប់សែនអ្នកដែរដែលធ្វើការនៅក្រោមដំបូលនៃពាណិជ្ជករដែលពាណិជ្ជករនោះមានទំនាក់ទំនងគ្នារវាងពាណិជ្ជករថៃហើយនិងខ្មែររបស់យើងអញ្ចឹងខ្ញុំលើកឧទាហរណ៍ថា PTT គឺជាក្រុមហ៊ុនថៃដែលត្រូវបានពាណិជ្ជករកម្ពុជារបស់យើងនឹងទិញសិទ្ធិយកមកប្រកបមករកស៊ីនៅកម្ពុជារបស់យើងអញ្ចឹងបើសិនជាក្នុងករណីមានបញ្ហានៃចំនួននឹងរវាងកម្ពុជាថៃអញ្ចឹងវាធ្វើឲ្យរអាក់រអួលនៅក្នុងដំណើរការនៃការធ្វើពាណិជ្ជកម្មរវាងពាណិជ្ជករខ្មែរនិងពាណិជ្ជករថៃនឹងនៅទឹកដីកម្ពុជារបស់យើងហើយវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋណាដែលគាត់កំពុងតែបម្រើការងារក្រោមនៃពាណិជ្ជកម្មឬក៏ការរកស៊ីរបស់ពួកគាត់ហ្នឹងប៉ុន្តែមានមួយផ្នែកធំនោះប្រជាពលរដ្ឋរបស់យើងក៏ធ្វើការនៅប្រទេសថៃមានន័យថាធ្វើការឲ្យពាណិជ្ជករថៃដែរអញ្ចឹងបើសិនជាល្អអាក់ល្អួលទៅវាធ្វើឲ្យប៉ះពាល់ទាំងអស់ហ្នឹងចំណុចទី4ពេលដែលមានសង្គ្រាម
មិនថាខាងណាមានប្រៀបជាងនរណាចាញ់ប្រៀបជាងទេវាតែងតែប៉ះពាល់វាតែងតែប៉ះពាល់ទៅដល់អាយុជីវិតរបស់យោធាមិនថាយោធាកម្ពុជាមិនថាយោធាថៃទេគឺប្រកាសជាមានប៉ះពាល់នៅអាយុជីវិតហើយយ៉ាងណាមិញគ្រាន់តែបើកឆាកបន្តិចហ្នឹងគឺយើងបានបាត់បង់នៅធនធានមួយដែលគួរឲ្យសោកស្ដាយខ្លាំងមែនទែនប៉ុន្តែយើងក៏មិនអាចដោះស្រាយបញ្ហាហ្នឹងដោយយកគេហៅថាភាពខឹងឬក៏គេហៅថាការមួម៉ៅរបស់យើងហើយយកទៅដោះស្រាយបញ្ហាហ្នឹងតែយើងត្រូវតែមានភាពវៃឆ្លាតហើយនឹងអត់ធ្មត់នៅក្នុងការដោះស្រាយបញ្ហាហ្នឹងដូចគ្នាបងប្អូននឹងស្រាប់ហើយថានៅសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីអីគឺអត់មានប៉ះពាល់នឹងបាត់បង់អាយុជីវិតទៅលើតាកងទ័ពយោធាទេវាប៉ះពាល់ទៅដល់ជនស៊ីវិលដែលជាជនស្លូតត្រង់ហើយប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ប៉ះពាល់ទៅដល់កុមារប៉ះពាល់ទៅដល់ចាស់ជរាដែលជាជនស៊ីវិលជាជនស្លូតត្រង់អត់មានប្រដាប់អាវុធទេអញ្ចឹងគាត់ក៏ត្រូវបានស្លាប់នៅក្នុងសង្គ្រាមដូចគ្នាចំណុចទី5មួយទៀតគឺវាប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសមួយពេលដែលយើងមានការផ្ទុះអាវុធប្រដាប់អាវុធទៅវិញទៅមកវាមានការប៉ះទង្គិចប៉ះពាល់នៅហេដ្ឋារចនាសម្ព័ន្ធដូចជាមន្ទីរពេទ្យផ្លូវថ្នល់សាលារៀនស្ពានសពបែបយ៉ាងទាំងអស់គឺសិតតែជាចំណុចមួយដែលធ្វើឲ្យខាតបង់ហើយខាតបង់ហ្នឹងគឺខាតប្រយោជន៍ទាំងយើងខាតប្រយោជន៍ទាំងដៃគូនៃកំពុងតែធ្វើសង្គ្រាមជាមួយគ្នាតួយ៉ាងបងប្អូនឃើញហើយនៅអ៊ុយក្រែនហើយនឹងរុស្ស៊ីហ្នឹងគឺប៉ះពាល់បាត់បង់ធនធានខាតប្រយោជន៍ខាតពេលវេលាប៉ះពាល់ដល់សេដ្ឋកិច្ចប៉ះពាល់ទៅដល់អាយុជីវិតប្រជាពលរដ្ឋប៉ះពាល់ទៅដល់ជីវភាពរបស់ពួកគាត់សិតតែជារឿងមួយដែលខាតបង់ទាំងអស់ចំណុចមួយទៀតដែលខ្ញុំគិតថាវាជាចំណុចដែលគួរឲ្យព្រួយបារម្ភនោះគឺវានឹងមានវិបត្តិសង្គមបាទមានន័យថាវាមានវិបត្តិសង្គមក្រោយពេលដែលសង្គ្រាមនឹងចប់មិនថាសង្គ្រាមរវាងប្រទេសណានិងប្រទេសណាហើយអ្នកណាឈ្នះអ្នកណាចាញ់ទេប៉ុន្តែប្រទេសទាំងពីរដែលមានចំនួនជាមួយគ្នានឹងបន្សល់ទុកនៅវិបត្តិសង្គមទី1គឺគ្រួសារបាត់បង់សមាជិកបាទវាជាវិបត្តិមួយដែលប៉ះពាល់ទៅលើផ្លូវចិត្តផ្លូវអារម្មណ៍បន្សល់ទុកនៅកុមាររងគ្រោះបន្សល់ទុកនៅមនុស្សចាស់ជរាបន្សល់ទុកនៅពិការភាពបាទបន្សល់ទុកនៅវិបត្តិផ្លូវចិត្តផ្សេងៗដែលជាគេហៅឈ្មោះថាវាជាវិបត្តិសង្គមបន្ទាប់ពីសង្គ្រាមត្រូវបានចប់ចំណុចទី2ពាក់ព័ន្ធជាមួយទៅនឹងកម្ពុជាមិនគួរមានសង្គ្រាមពាណិជ្ជកម្មហេតុអីបានខ្ញុំនិយាយថាកម្ពុជាអត់គួរមានសង្គ្រាមពាណិជ្ជកម្មជាមួយថៃបងប្អូនកលេសមើលមួយរយៈម្សិលមិញថ្ងៃនេះបាទឃើញថាមានប្រជាពលរដ្ឋរបស់យើងគាត់មានការផ្ទុះខឹងសម្បាមិនសប្បាយចិត្តហើយគាត់មិនសាទរជាមួយទៅនឹងផលិតផលរបស់ថៃដែលមានលក់នៅកម្ពុជារបស់យើងទេនិយាយនេះខ្ញុំមិនមែនមានន័យថាខ្ញុំកាន់ជើងទៅលើផលិតផលរបស់ថៃខ្ញុំគាំទ្រទៅលើផលរបស់ថៃទេប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនេះខ្ញុំមានចំណុចមានមូលហេតុរបស់ខ្ញុំចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងផលប៉ះពាល់រវាងអ្នកវិនិយោគខ្មែរពាណិជ្ជករខ្មែររបស់យើងឬក៏យើងហៅថាអ្នករុស្ស៊ីខ្មែររបស់យើងហើយនិងអ្នករុស្ស៊ីរបស់ថៃតួយ៉ាងដូច PTT បាទដែលជាការ៉ាសាំងមួយដែលលក់នៅផលិតផលរបស់ថៃមានន័យថាពាណិជ្ជករខ្មែររបស់យើងទៅទិញសិទ្ធិពីម្ចាស់នៃក្រុមហ៊ុនរបស់ថៃហើយយកមករកស៊ីនៅកម្ពុជារបស់យើងធម្មតានៅពេលដែលពាណិជ្ជករគាត់រកស៊ីគាត់មានបញ្ហាគាត់ប៉ះពាល់អ្នកដែលធ្វើការនៅក្រោមដំបូលនៃពាណិជ្ជកម្មរបស់គាត់ហ្នឹងក៏មានន័យថានឹងមានបញ្ហាដូចគ្នាខ្ញុំលើកជារឿងតូចមួយថាក្រុមហ៊ុន PTT នៅកម្ពុជារបស់យើងមានបុគ្គលិករាប់រយអ្នកដែរបើតាមយើងមើលទៅឃើញថាសាខាច្រើនមែនតើសម្រាប់ PTT នៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានសាខាច្រើនអញ្ចឹងបើបុគ្គលិកដែលបម្រើការនៅក្នុងការ៉ាសាំង PTT ក៏មិនតិចដែរអញ្ចឹងមានន័យថាបុគ្គលិកដែលធ្វើការនៅការ៉ាសាំងទាំងអស់នោះគឺជាឪពុកជាម្ដាយរបស់កូនរបស់ក្មេងហើយបើសិនជាក្នុងករណីគាត់បាត់បង់ការងារធ្វើឬក៏ក្រុមហ៊ុន PTT ត្រូវបានល្អអាក់ល្អអួលនៅក្នុងការរកស៊ីគេកាត់បន្ថយបុគ្គលិកឬក៏ត្រូវបានបិទជាបណ្ដោះអាសន្នអីជាដើមតើអ្នកដែលបម្រើការងារនៅក្រោមដំបូលនៃក្រុមហ៊ុននេះតើនឹងរងគ្រោះនឹងមានផលលំបាកអីខ្លះដល់ជីវភាពរស់នៅរបស់ពួកគាត់អានឹងយើងនិយាយតែ
ក្រុមហ៊ុននឹងមួយផងជួយយើងគិតថាយើងថានៅកម្ពុជារបស់យើងមានពាណិជ្ជករខ្មែររបស់យើងដែលរស់ស៊ីជាមួយទៅនឹងពាណិជ្ជករថៃនឹងច្រើនតែទេហើយអ្នកដែលធ្វើការនៅក្រោមដំបូលនៃពាណិជ្ជកម្មរបស់ពាណិជ្ជករថៃនិងខ្មែរនឹងច្រើនទេគឺខ្ញុំគិតថាមិនតិចទេគឺរាប់សិបរយរាប់សិបម៉ឺនអ្នកសូម្បីតែប្រជាពលរដ្ឋរបស់យើងដែលទៅធ្វើការនៅប្រទេសថៃមានរាប់សែនអ្នកដែលគាត់ធ្វើការក្រោមដំបូលនៃពាណិជ្ជកម្មរបស់ពាណិជ្ជករថៃតើនៅពេលដែលមានភាពល្អល្អួលបិទព្រំដែនអីផ្សេងៗឥឡូវនឹងឃើញថាបិទច្រកព្រំដែនសឹងទាំងអស់ទៅទៀតឬសូថាបិទទាំងអស់ហ្នឹងគាត់បិទមុនក្រោយទេអញ្ចឹងនៅពេលដែលបិទព្រំដែនទៅវាធ្វើឲ្យការរស់ស៊ីនឹងល្អល្អួលវាធ្វើឲ្យការផ្អាកនឹងសិនហើយប្រជាពលរដ្ឋរបស់យើងដែលជាពលករដែលជាកម្មករដែលធ្វើការនៅស្រុកថៃនោះគាត់មិនមានលុយរាប់សិបម៉ឺនដុល្លារដែលត្រូវដេករងចាំចាយលុយនឹងឲ្យត្រូវរងចាំចប់សង្គ្រាមឲ្យបានគាត់ទៅធ្វើការវិញនោះទេចំណុចទី3ពេលដែលយើងបិទទំនិញពីថៃចូលកម្ពុជាទាំងស្រុងនៅក្នុងប្រទេសកម្ពុជារបស់យើងនឹងខ្វះខាតនៅទំនិញខ្វះខាតនៅចំណីអាហារខ្វះខាតនៅសម្ភារៈរបស់របរប្រើប្រាស់ច្រើនដែលវាជាហេតុធ្វើឲ្យអតិផរណាកើនឡើងអតិផរណាកើនឡើងនេះវាអាចនៅក្នុងរយៈពេលខ្លីណាមួយក៏ថាបានអាស្រ័យទៅលើដំណើរការនៃការដោះស្រាយបញ្ហាហ្នឹងថាវាបាននៅក្នុងកម្រិតណាប្រសិនបើក្នុងករណីឥឡូវនេះគេបិទព្រំដែនអស់ហើយបងប្អូនដឹងទេថាបន្តិចទៀតសម្ភារៈប្រើប្រាស់របស់របរដែលប្រើប្រាស់ហ្នឹងវាត្រូវបានខ្វះខាតប្រសិនជាក្នុងករណីដំណើរការនៃការបិទព្រំដែនហ្នឹងមានរយៈពេលយូរហើយការដោះស្រាយបញ្ហាហ្នឹងវាអត់បានមានសញ្ញាវិជ្ជមានណាមួយដែលត្រូវល្អនោះមានន័យថារឿងហ្នឹងវាកាន់តែលំបាកយើងដឹងហើយចំណីអាហារសម្ភារៈប្រើប្រាស់ជាច្រើនដែលមកនៅក្នុងទឹកដីកម្ពុជារបស់យើងគឺសិតសឹងតែមួយផ្នែកធំហ្នឹងគឺមកពីថៃហើយប្រសិនបើយើងបាត់បង់អាហ្នឹងទំនិញទាំងអស់ហ្នឹងវាចាប់ដើមអត់មាននាំចូលថ្មីមកទៀតទេអញ្ចឹងអាទំនិញដែលមានចាស់នៅក្នុងស្រុកហ្នឹងវានឹងត្រូវបានឡើងថ្លៃខ្ញុំមិនមែនគ្រប់គ្រងនឹងលើកស្ទួយនៅផលិតផលរបស់ថៃទេនៅកម្ពុជារបស់យើងខ្ញុំលើកទឹកចិត្តហើយនឹងសាទរសម្រាប់កម្ពុជារបស់យើងដែលយើងអាចផលិតបាននៅសម្ភារៈប្រើប្រាស់ក៏ដូចជាផលិតផលមួយចំនួននៅក្នុងស្រុកដែលយើងអាចផលិតហើយផ្ដល់ទៅផ្គត់ផ្គង់ទៅក្នុងស្រុករបស់យើងខ្លួនឯងយើងកុំអាតនិយាយថាយើងនាំចេញយើងផ្ដោតទៅលើថាការជំនួសការផលិតនៅផលិតផលជាច្រើនដែលកម្ពុជាត្រូវការប្រើប្រាស់នៅសប្តាហ៍ថ្ងៃនេះដើម្បីជំនួសនៅផលិតផលរបស់ថៃប៉ុន្តែជាក់ស្ដែងយើងអត់គួរធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយថៃទេពីព្រោះអីពីព្រោះខ្ញុំមើលឃើញថាយើងអត់ទាន់បានរៀបចំខ្លួនរួចជាស្រេចនៅឡើយទេហើយយើងនៅត្រូវការថៃបាទយើងនៅត្រូវការថៃសម្រាប់នៅផលិតផលទំនិញឬក៏របស់ប្រើប្រាស់បច្ចុប្បន្នហើយយើងត្រូវផឹងផលិតនៅសម្ភារៈនៅរបស់ណាដែលយើងកន្លងមកដែលយើងយកពីគេនោះធ្វើម៉េចផលិតខ្លួនឯងឲ្យបានហើយជំនួសនៅផលិតផលរបស់គេហើយវាជាចំណែកមួយដែលលើកស្ទួយនៅផលិតផលនៅក្នុងស្រុកលើកស្ទួយនៅសហគ្រិនពាណិជ្ជករដែលផលិតឬក៏អ្នកបង្កើតនឹងនៅក្នុងស្រុកហើយវាធ្វើឲ្យយើងមិនបានខ្ជះខ្ជាយនៅថវិកាដែលយកទៅឲ្យគេមានន័យថានៅពេលដែលយើងទៅទិញរបស់ពីគេយើងប្រកាសជាវិច្ចលុយទៅទិញពីគេយកលុយទៅឲ្យគេហើយយករបស់ពីគេយកមកប្រើក្នុងស្រុកប៉ុន្តែនៅពេលដែលយើងវិច្ចលុយទៅឲ្យគេនោះមានន័យថាគេទទួលបានផលចំណេញពីយើងចំណុចទី3មួយទៀតធំនោះគឺយើងមានប្រៀបទៅលើគេរួចហើយគឺពាក់ព័ន្ធជាមួយទៅនឹងចំនួនព្រំដែននោះយើងបានដាក់ពាក្យបណ្ដឹងនឹងទៅកាន់តុលាការអន្តរជាតិមានន័យថាយើងប្រើច្បាប់ជាធំដែលយើងមិនមែនជាកូនក្មេងទេគឺយើងប្រើច្បាប់ជាធំទី1ទី2នយោបាយការទូតរបស់យើងការដោះស្រាយបញ្ហាហ្នឹងដោយភាពម៉ត់ចត់ដោយភាពវៃឆ្លាតហើយនឹងប្រកបទៅដោយប្រសិទ្ធភាពវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងទេសង្ឃឹមថាវីដេអូមួយនេះនឹងคล้ายទៅជាបំណិនคล้ายទៅជាប្រយោជន៍នៅក្នុងការរិះគិតក៏ដូចជាការរៀនសូត្រទៅដល់បងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe ទៅលើ Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗអាប់ដេតរបស់ខ្ញុំជាបន្តទៀតពីខ្ញុំភិរមសូមអរគុណនិងសូមជម្រាបលា